យើងមកមើលទាំងអស់គ្នាថាតើរាសីចាប់ពីឥឡូវទៅដល់ចុងខែថាមានរឿងអីកើតឡើងអញ្ចឹងណាថាតាក់ទងជាមួយនឹងរឿងការងារលុយកាក់ស្នេហាឬក៏អីចឹងមាន3ស្លឹកឲ្យហើស្លឹកទី1ទី2ហើយនិងទី3អញ្ចឹងធ្វើសមាធិហើយបើហើបានហើយយើងទៅស្ដាប់ចម្លើយទាំងអស់គ្នាយើងមកស្ដាប់ចម្លើយសម្រាប់អ្នកដែលហើស្លឹកទី1ចាំមើលថាចាប់ពីឥឡូវទៅដល់ចុងខែតើមានរឿងអីកើតឡើងខ្លះអូនេះគាត់ទៅបើកមកស្លឹកដំបូងគឺឃើញលុយមកហ្មងវាប្រាប់ថាអាចនឹងចាប់ពីឥឡូវទៅដល់ចុងខែអញ្ចឹងណាមានការងារច្រើនចូលមកនិយាយទៅ project ឬក៏រវល់ពេញដៃពេញជើងហ្មងធ្វើការងារហើយនិយាយទៅពេលខ្លះការងារហ្នឹងមិនមែនបែងចែកឲ្យអ្នកចាត់បានទេបែងចែកឲ្យបានតែគេឲ្យយើងធ្វើម្នាក់ឯងហ្មងនិយាយទៅឲ្យនិយាយទៅនេះ10ដើមហ្នឹង10ឈើហ្នឹងគឺឲ្យម្នាក់ឯងមានន័យថាម្នាក់យើងម្នាក់ឯងហ្នឹងធ្វើការងារឡើង10 20មុខអីចឹងគ្រប់ត្រនិយាយទៅទ្រាំទ្រម្នាក់ឯងហ្មងតែដំណឹងល្អដែលចូលមកហ្នឹងអាចនឹងតាក់ទងជាមួយនឹងរឿងលុយកាក់ចឹងណាព្រោះអីដែលយើងដាក់ដើមទុនទៅអីដែលយើងដាក់ខ្លាំងទៅចឹងអាចនឹងនេះវានាំតបានមកវិញតែវាបានដែរតែគាត់ថាវាបានយឺចឹងណាគាត់ថាអាចនឹងមានរឿងលុយកាក់ចូលមកបើរាសីឡើងល្អហ្មងគាត់ថា2ខែទៅមុខទៀតខ្ទង់ខែ12ឬក៏ចុងឆ្នាំហ្មងអានេះល្អឡើងមកវិញចឹងណាចឹងយើងមកមើលអ្នកដែលគាត់ហើស្លឹកទី2ចាំមើលថាមិនដែរចឹងណារាសីដែលរួមអូយ 8 of swords Knight of Pentacles 6 of Pentacles អូខេឃើញហើយគាត់ថាអ្នកដែលគាត់ហើនៅស្លឹកទី2ហ្នឹងអាចនឹងមួយរយៈហ្នឹងមានបញ្ហាតាក់ទងជាមួយនឹងរឿងលុយកាក់ការប្រវល់ឬក៏អីអញ្ចឹងលក្ខណៈថាបានមកហើយតែចេញទៅវិញអញ្ចឹងណាតែគាត់ថារាសីហ្នឹងចាប់ពីឥឡូវទៅដល់ចុងខែវាអត់ទៅឡើងម៉ានេះតាក់ទងជាមួយរឿងលុយកាក់វានៅរៀងនឹងឬក៏ត្រូវនៅមានការចំណាយអញ្ចឹងណាតែបើឡើងហ្មងអាចនឹងចាប់ពីដើមឆ្នាំក្រោយនេះចាប់ដើមឡើងហើយព្រោះឯដើមឆ្នាំក្រោយហ្នឹងមើលទៅអាចនឹងមានលក្ខណៈថាមាន project ថ្មីការងារថ្មីឬក៏កម្រងដែលយើងចាប់ផ្ដើមអីថ្មីហ្នឹងចាប់ផ្ដើមចូលមកឲ្យយើងឃើញអញ្ចឹងណាហើយថ្មីដែលយើងបានហ្នឹងវាមិនមែនអត់មានលុយទេណាវាមានលុយចូលមកវាប្រាប់ថាណែនាំឲ្យអត់ធ្មត់អត់ទ្រាំបានទីទៀតទៅផុតតែបើចាំមើលអ្នកដែលគាត់ស្លឹកទី3ស្លឹកចុងក្រោយថាបៀចង់ប្រាប់អីហើយឬស្អីទៅមិនខ្លះអីចឹងណាAce of Cups The Hangman The Lover និយាយទៅបើកមកស្លឹកអ្នកដែលហើទី3នេះជាងផ្លែកពីស្លឹកដំបូងពីអ្នកហើទី1ហើយនឹងហើទី2អញ្ចឹងណាគ្រូអីបើកមកនេះរឿងស្នេហាឡើងមកគេណោះបើកមករឿងការងាររឿងលុយកាក់អីចឹងណាវាប្រាប់ថារឿងស្នេហាអាចនឹងមានឱកាសបានសំប្រកបជាមួយ crush ឬក៏អ្នកដែលយើងលួចស្រឡាញ់ឬក៏អីចឹងណាហើយមួយទៀតលក្ខណៈថាសម្រាប់ដែលអ្នកគាត់ពងរកម្មរកុសឬក៏មានបញ្ហាអីហ្នឹងគឺអ្នកចាប់ពីអត់ល្អទៅវាទៅជាល្អវិញអញ្ចឹងណាតែគ្រាន់តែឲ្យប្រយ័ត្នតាក់ទងជាមួយនឹងការប្រច័ណ្ឌយើងប្រច័ណ្ឌគេប្រច័ណ្ឌយើងអីចឹងឲ្យប្រយ័ត្នកន្លែងហ្នឹងអញ្ចឹងណា